Ok, so đây bộ phận đó kia chẳng hạn đang một mình chỉ ca chành lại nơi app muốiสำหรับbộ phận đó kia สำหรับการศึกษาจะเลยไปซ้ำให้มันเป็นเรื่องในการศึกษาแต่บางมึงเคยทาแอปนั่นคือวิวปัจจุบันสถานสำคัญต่อเรื่องต่อគ្នាครั้งแรกสำหรับการศึกษาจะเลยไปซ้ำปีโป้ในក្នុង app นั้นคือวิวមានជាការជួយលើកពិសាច្រើនសម្រាប់ឲ្យយើងសិក្សាអញ្ចឹងចំពោះភាសាដែលយើងត្រូវការសិក្សាសំខាន់នៅពេលបច្ចុប្បន្នហ្នឹងគឺទីមួយគឺភាសាអង់គ្លេសហើយបន្តមកគឺភាសាបារាំងអញ្ចឹងនៅក្នុង app ហ្នឹងគឺវាមានភាសាអង់គ្លេសនិងភាសាបារាំងសម្រាប់ឲ្យយើងងាយស្រួលក្នុងការជឿនលឿនក្នុងការសិក្សាអញ្ចឹងបន្ទាប់ពីបងបានតេស្តទៅលើ app ហ្នឹងរយៈពេលមួយអាទិត្យជាងមកហ្នឹងគឺថាវាល្អសម្រាប់បងខ្លាំងមែនទែនសម្រាប់ការផ្ដល់ជាចំនួននៅក្នុងការសិក្សាទៅលើភាសាក៏ដូចជាការមើលរំលឹកឡើងវិញនៅភាសាដែលយើងបានរៀននៅក្រៅហើយយើងអាចយកមក review បន្ថែមនៅក្នុង app តាមទីបន្ថែមទៀតអូខេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹង download app និងយកទុកប្រើប្រាស់ប្រទេសដែលយើងធ្វើការសិក្សាយើងយកអាចមករៀនបន្ថែមក៏ដូចជាការ practice ផងដែរអូខេអញ្ចឹងបាយបាយបងប្អូនទាំងអស់គ្នាបាយបាយ